ធ្លាប់ទៅរវល់ការងារឡើងទៅភ្នំពេញចោលម៉ាក់លើកនេះម៉ាក់រវល់ការងារដើរចោលកូនម្ដងនៅសល់តែ3នាក់ប៉ាហើយនឹងបងប្រុសទេហៅថតអីមុំឥឡូវគេអត់ថតទេគេរៀនល្បីដែរក្រលឺប្រហុកកុំថតចាំអងផងមកខ្មែរម្ដងបងប្អូនដឹងស្រាប់ហើយគឺញោមនេះរៀងរវល់ដែរអញ្ចឹងហើយមិនសូវដែលបានជួបជុំក្រុមគ្រួសារទេប៉ុន្តែលើកនេះម៉ាក់រវល់ការងារត្រូវដើរចោលផ្ទះដើរចោលញោមហើយនឹងប៉ាអញ្ចឹងញោមសេរីថាធ្វើមិនក្នុងថ្ងៃហ្នឹងត្រូវនៅផ្ទះដើម្បីបានរៀបចំម្ហូបញ៉ាំមួយប៉ាមួយអីអញ្ចឹងណាបងប្អូនហើយបើម្ហូបថ្ងៃនេះវិញគឺជាម្ហូបដែលប៉ារបស់ញោមគាត់កំងចង់ញ៉ាំទាដាក់កំងខ្លួនឯងទៀតប៉ុន្តែខ្ញុំថាមិនបាច់ទេខ្ញុំស្គាល់អ្នកលក់ចាំខ្ញុំកំងឲ្យហ្មងដាក់ឲ្យគ្រប់មកគ្រឿងប្រហុកគ្រឿងអីអញ្ចេះនេះបងប្អូនគឺយើងញ៉ាំត្រូវមែនតែនជាមួយនៅត្រីដែកអាំងជ្រក់ត្រពាំងព្រិចជ្រក់សសក់នេះអូយឆ្ងាញ់ខ្លាំងណាស់ខ្ញុំក៏ឃើញជ្រក់គាត់ហើយគឺត្រូវតែទិញត្រីដែកយកមកអាំងបើថាត្រីមានពងទៀតគឺកាន់តែឆ្ងាញ់ហ្មងបងប្អូនម្ហូបថ្ងៃនេះមើលទៅសាមញ្ញសម្រាប់បងប្អូនមែនណាតែសម្រាប់ខ្ញុំអ្នកអាល្លឺម៉ង់គឺពិសេសណាស់ជាពិសេសគឺបងប្រុសហើយនឹងប៉ាសិតតែអ្នកចូលចិត្តគ្រឿងអញ្ចឹងប៉ាខ្ញុំនេះសុកចិត្តជិះមកញ៉ាំបាយនៅផ្ទះក្រឮថាកូនទិញប្រហុកមក5គីឡូម៉ាក់អត់នៅអញ្ចឹងហើយថ្ងៃនេះបាយជុំគ្នាជាមួយប៉ាហើយនឹងបងប្រុសទូធំចង់និយាយថាហៅថតអីមុំឥឡូវគេអត់ថតទេគេរៀនល្បីដែរក្រលឺប្រហុកកុំថតចាំអងផងចូលចិត្តប្រហុកចូលចិត្តសិលរបស់ចូលចិត្តទាំងអស់នេះញ៉ាំអត់ទៅធំខ្លាំងប្រហុកហ្នឹងហើយប្រហុកគាត់អត់ធំតែម៉ៃក៏ចេះញ៉ាំដែរណាបុកទៅហ่าជាតែញ៉ាំមួយដៃមិនខ្លាំងគាត់ឃើញខ្ញុំញ៉ាំនៅអាល្លឺម៉ង់គាត់រកកំងដែរឥឡូវគឺខ្ញុំកំងមកឲ្យគាត់ញ៉ាំអាពីរនេះស្តៀងគ្នាប៉ាអានេះប្រហុកអត់កសាំងអានេះប្រហុកអត់កសាំងត្រីឆ្អើរបើឯងភ្លក់ត្រីឆ្អើរមុនណាចាស់ក៏ត្រូវក្មេងក៏ត្រូវដែររបស់គាត់នេះព្រោះអីប្រហុកអត់ធំក្លិនខ្លាំងឯណោះប៉ាតែក៏មិនប្រៃល្មមអានេះប្រហុកអត់កសាំងបងអូនឆ្ងាញ់ណាស់ប៉ាយបន្តិចដែរនេះឈៀអូចេះឈៀមួយកូននេះរូបមន្តគ្រួសារប៉ាប្រហុកគាត់អស់ឆ្ងាញ់មែនតើអានេះក៏ឆ្ងាញ់ដែរប្រហុកអប់គ្រឿងម៉ាក់ដែរធ្វើអានេះឲ្យញ៉ាំឲ្យប៉ាឯងចូលចិត្តចេះដែរធ្វើអត់ដែរធ្វើឥឡូវលេងបបាហើយព្រោះអីកំងបាន5គីឡូតែ40000នេះហ្វ្រីបន្លែទៀតម៉ាក់រវល់រហូតមើលជីវិតធ្វើហើយបងប្អូនឃើញខ្ញុំអាសា review ប្រហុកពីផ្ទះបាយអាឈិញហ្នឹងគាត់មិនមានតែប្រហុកទេណាថ្ងៃនេះមើលគាត់មានទាំងក្តាមប្រៃគាត់មានទាំងជ្រក់ជើងមាន់ជ្រក់ជើងទាហើយមានជ្រក់ទៀតអូយជ្រក់នេះឆ្ងាញ់ខ្លាំងណាស់ខ្ញុំផ្ញើទៅអាល្លឺម៉ង់ទៀតជ្រក់ត្រពាំងព្រិចជ្រក់សសក់ថ្ងៃនេះគ្រាន់តែឮតែមានជ្រក់អញ្ចឹងនេះខ្ញុំកំងត្រីដែងអាំងទៀតត្រូវគ្នាខ្លាំងណាស់ប៉ាអើយនេះជ្រក់ជើងទាម្ដងនេះអត់មានឆ្អឹងស្រួលញ៉ាំគុំជាងគេត្រីដែងបងប្អូនព្រោះអីនៅអាល្លឺម៉ង់មានទេដាក់មួយជ្រក់យកញ៉ាំរសសាតាមប្រៃជាមួយត្រីតែដៃចាថ្មីវាអត់មិនទូយូរថ្មីចូលចិត្តណាស់អាល្លឺម៉ង់គ្មានទេក្តាមប្រៃហ្នឹងម៉េចអាល្លឺម៉ង់យូរហើយជ្រក់ត្រពាំងព្រិចអាល្លឺម៉ង់ថាម៉េចមិនចេះទេបងប្អូនឆ្ងាញ់មែនក្តាមគាត់គឺស្រស់ដោយប៉ាខ្ញុំនិយាយអញ្ចឹងសាច់ឡើងពេញមែនអត់បងសាច់ឡើងពេញឡើងស្រស់អញ្ចឹងបងប្អូនចូលចិត្តគ្រឿងប្រហុកគ្រឿងត្រាំគ្រឿងជ្រក់របស់ចិបចប់ចេះកំងពីផ្ទះបាយអាឈិញបានចាំខ្ញុំដាក់ page នៅលើនេះគាត់មានច្រើនមុខខ្លាំងមែនតើតម្លៃគឺពិសេសរសជាតិឆ្ងាញ់ទិញទុកនៅផ្ទះទៅដូចខ្ញុំអញ្ចឹងថ្ងៃនេះមកអត់នៅរវល់រៀងខ្លួនជុំគ្នាគ្រួសារគឺប៉ុណ្ណឹងហើយមកពេលបងប្អូនអាំងត្រីថែមតែបន្តិចទេរសជាតិគាត់គឺឆ្ងាញ់មែនបែបតម្លៃគឺសមរម្យណាស់ដូចប្រហុកអញ្ចឹងណា5គីឡូថែមបន្លែមួយឈុតទៀតតែ40000រៀលទេបងប្អូនអញ្ចឹងគឺតម្លៃនោះសមរម្យណាស់ទិញទុកនៅផ្ទះទាំងអស់នេះញ៉ាំណាស់ប៉ាជិះមកហើយបងគាត់ទាំងអស់ហ្នឹងមានទាំងចូលមកទាំងទាជ្រក់សាក់រហ័ងរត់ត្រពាំងវិញលឺថាទិញ2គីឡូថែម2គីឡូទាំង2បាត់4បងប្អូនមកឃើញហើយឃ្លានចង់ញ៉ាំឲ្យអត់ពិបាកអេចាំខ្ញុំដាក់ Facebook page របស់អ្នកលក់នៅក្នុង comment ក៏ដូចជានៅលើ caption របស់វីដេអូនេះណា